Nẹ mô tassa phẹ kạ vẹ táo, Arahatao sama samput tassa.ខ្ញុំប្រកាសណាខ្ញុំបាទសូមឱកាសបានអារាធនានៅរឿងពោតិមុខប្រាយទី3ដែលមានសម្ដែងនៅក្នុងព្រះសតនបិដករួមព្រះអដ្ឋកថាភាគទី40ទំព័រ24ដូចតទៅឃ្នាបលេខ3ព្រះនិរតថេរសួរថាអ្នកត្រទ្រង់នៅវណ្ណធាតុគឺរាងកាយជាទឹកដ៏ល្អស្ថិតនៅឯដអាកាសវេហាទោះតែដង្កូវទាំងឡាយទំពាស៊ីនៅមាត់របស់អ្នកដែលមានក្លិនស្អុយតើអំពីភពមុនអ្នកបានធ្វើអំពើដូចម្ដេចប្រែតតបថាខ្ញុំជាសាមណៈលាមកមានវិចារអាក្រក់ប្រព្រឹត្តតបធរមិនសង្រួមមាត់ឯវណ្ណធាតុខ្ញុំបានហើយដោយតបធរមាត់របស់ខ្ញុំមានក្លិនស្អុយព្រោះតែពោលពាក្យញុះញង់បបិទ្ធព្រះនិរតៈអំពើនោះលោកម្ចាស់បានឃើញខ្លួនឯងស្រាប់ហើយអ្នកឆ្លៀសទាំងឡាយជាអ្នកអនុគ្រោះគប្បីពោលថាអ្នកកំពោលពាក្យញុះញង់កំពោលពាក្យកុហកទើបអ្នកនឹងបានជាទេវបុត្រមានកាមតាមសេចក្តីប្រាថ្នាអដ្ឋកថាពោតិមុខប្រែតព្រះសាស្តាកាលគង់ក្នុងវត្តវេលវ័នកលន្តកនិវាបស្ថានទ្រង់ប្រារព្ធប្រែតមានមាត់ស្អុយទើបត្រាស់ពាក្យផ្ដើមថាតពាំងសុភាំងធីរេសេវណ្ណធាតងដូច្នេះបានឮថាក្នុងអតីតកាលក្នុងសាសនាព្រះមានព្រះភិក្ខព្រះនាមថាកស្សបៈមានកុលបុត្រពីររូបបួសក្នុងសាសនានៃព្រះមានព្រះភិក្ខអង្គនោះសម្បូរដោយសិលនិងអាចារ្យមានការប្រព្រឹត្តដុសខាត់នៅដោយការព្រមព្រៀងគ្នាក្នុងអាវាសចិត្តតំបន់មួយសម័យនោះភិក្ខុមួយរូបមានអធ្យាស្រ័យអាក្រក់ចូលចិត្តញុះញង់ចូលទៅកាន់លំនៅរបស់ភិក្ខុពីររូបនោះព្រះថេរៈធ្វើបដិសន្ធារៈជាមួយលោកឲ្យទីសម្រាកក្នុងថ្ងៃទី2ទើបនាំភិក្ខុនោះចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតពួកមនុស្សឃើញភិក្ខុទាំងនោះហើយធ្វើនៅសេចក្តីគោរពកោតក្រែងក្នុងព្រះថេរៈទាំងនោះទទួលដោយអាហារមានបបរនិងផាត់ជាដើមលោកចូលទៅកាន់វិហារគិតថាគោចរៈគៀមនេះល្អណោពួកមនុស្សក៏មានសទ្ធាជ្រះថ្លាប្រគេនបិណ្ឌបាតនិងសេនាសនៈប្រណិតវិហារនេះសម្បូរដោយម្លប់និងទឹកអញអាចនៅក្នុងទីនេះបានយ៉ាងសប្បាយតែកាលភិក្ខុទាំងនេះនៅក្នុងទីនេះអញនឹងមិនសប្បាយនឹងនៅដូចជាអន្តេវាសិកណាហើយចុះអញនឹងធ្វើឲ្យភិក្ខុទាំងនេះបែកគ្នាហើយនៅក្នុងទីនេះថ្ងៃមួយកាលព្រះមហាថេរៈឲ្យអាវាតដល់ភិក្ខុទាំងពីររូបហើយចូលទៅកាន់ទីសម្រាករបស់ខ្លួនភិក្ខុដែលចូលចិត្តញុះញង់នៅសង្ងំអស់មួយពេលទើបចូលទៅរកព្រះមហាថេរៈថ្វាយបង្គំហើយកាលព្រះថេរៈសួរថាហេតុអ្វីលោកមកខុសកាលទើបឆ្លើយថាខ្ញុំមានរឿងមួយចង់និយាយព្រះថេរៈក៏អនុញ្ញាតថានិយាយចុះលោកក៏ប្រាប់ថាបបិទ្ធលោកម្ចាស់ព្រះថេរៈជាសម្លាញ់របស់លោកម្ចាស់ក្នុងទីចំពោះមុខសម្ដែងខ្លួនដូចជាមិត្តលុះក្រោយខ្នងក៏និយាយដើមដូចសត្រូវព្រះថេរៈសួរថាគេនិយាយដូចម្ដេចខ្លះក៏ប្រាប់ថាសូមលោកម្ចាស់ស្ដាប់ព្រះមហាថេរៈនោះពោលនៅទោសរបស់លោកម្ចាស់ជាអ្នកអួតមានមេយាលាក់ពុតចិញ្ចឹមជីវិតដោយមច្ឆាជីវៈព្រះថេរៈឆ្លើយថាលោកកុំនិយាយយ៉ាងនេះឡើយភិក្ខុរូបនោះនឹងមិនពោលដល់ខ្ញុំយ៉ាងនោះទេយើងស្គាល់លោកតាំងពីក្រហមមកលោកដឹងថាខ្ញុំមានសិលជាទីស្រឡាញ់មានកល្យាណធម៌ភិក្ខុនោះពោលថាលោកម្ចាស់គិតយ៉ាងនោះព្រោះលោកម្ចាស់មានចិត្តបរិសុទ្ធសេចក្តីនោះសមគួរដល់លោកម្ចាស់នោះឯងតែខ្ញុំមិនមានពៀជាមួយព្រះមហាថេរៈនោះរឿងអ្វីទើបខ្ញុំពោលពាក្យដែលព្រះមហាថេរៈមិនពោលណាហើយចុះលោកម្ចាស់នឹងដឹងក្នុងពេលក្រោយឯព្រះថេរៈមានចិត្តគិតជាពីរព្រោះខ្លួនជាពុទ្ធជនកើតសេចក្តីរង្គៀសថាប្រហែលជាយ៉ាងនោះទើបរំសាយការទុកចិត្តបន្តិចភិក្ខុនោះជាបុគ្គលពាលញុះញង់ព្រះមហាថេរៈមុនហើយទៅញុះញង់ព្រះថេរៈមួយរូបទៀតដោយន័យដូចពោលហើយនោះឯងលំដាប់នោះព្រះថេរៈទាំងពីរក្នុងថ្ងៃទី2មិននិយាយរកគ្នា
កាន់បាតនឹងចៃវររៀងខ្លួនចូលទៅបណ្ឌបាតក្នុងស្រុកកាន់បណ្ឌបាតមកឆាន់ក្នុងទីសម្រាករៀងខ្លួនមិនបានធ្វើត្រឹមតែសាមញ្ញកម្មអស់មួយថ្ងៃក្នុងទីនោះឯងលុះរាត្រីអស់ហើយក៏មិនប្រាប់គ្នានឹងគ្នាឡើយបែកគ្នាទៅតាមទីប្រាថ្នាភិក្ខុដែលច្រើនដោយការញុះញង់មានមនោរថពេញចូលទៅបណ្ឌបាតក្នុងស្រុកពួកមនុស្សឃើញនាំគ្នាពោលថាព្រះថេរៈទាំងឡាយនាំគ្នាទៅណាភិក្ខុនោះពោលថាព្រះថេរៈទាំងពីរទាស់គ្នាមួយយប់ទល់ភ្លឺទោះបីអាត្មាខាត់ថាកុំទាស់តែងគ្នាចូលសាមគ្គីគ្នាចុះព្រោះថាការវិវាទនាំមកតែសេចក្តីវិនាសញ៉ាំងទុកឲ្យកើតក្នុងអនាគតជាផ្លូវនៃអកុសលមនុស្សសម័យមុនក៏ធ្លាប់ភ្លាតចាកប្រយោជន៍ធំព្រោះការឆ្លោះគ្នាដូចនេះជាដើមក៏មិនស្ដាប់ពាក្យរបស់អាត្មានាំគ្នាជៀសចេញទៅលំដាប់នោះពួកមនុស្សអង្វរថាសូមព្រះថេរៈទៅចុះតែលោកម្ចាស់កុំរំខានចិត្តនៅក្នុងទីនេះឯងដើម្បីអនុគ្រោះដល់ពួកខ្ញុំលោកពោលទទួលថាសាធុហើយនៅក្នុងទីនោះឯងបាន2-3ថ្ងៃគិតថាអញញុះញង់ភិក្ខុទាំងឡាយដែលមានសិលមាននៅកល្យាណធម៌ដោយចង់ធ្វើជាចៅអាវាសអញខ្នះខ្នែងតែក្នុងកម្មអាក្រក់ណោទើបត្រូវសេចក្តីក្តៅក្រហាយដ៏ខ្លាំងក្លាគ្របសង្កត់កើតអាពាធព្រោះកម្លាំងសេចក្តីសោកមិនយូរប៉ុន្មានធ្វើការលកិរិយាកើតក្នុងអវជ័យមហានរោហើយព្រះថេរៈជាសម្លាញ់ទាំងពីររូបចរិតទៅក្នុងជនបទជួបគ្នាត្រង់អាវាសមួយកន្លែងក៏ប្រស្រ័យគ្នានឹងគ្នាប្រាប់ពាក្យញុះញង់ដែលភិក្ខុនោះនិយាយដល់គ្នានឹងគ្នាដឹងថារឿងនោះមិនពិតទើបព្រមព្រៀងគ្នាត្រឡប់មកកាន់អាវាសនោះឯងដោយលំដាប់ពួកមនុស្សឃើញព្រះថេរៈទាំងពីររូបហើយនាំគ្នាត្រេកអរឧបដ្ឋៈដោយបច្ច័យ4ព្រះថេរៈទាំងពីររូបកាលនៅក្នុងទីនោះឯងមានចិត្តជាសមាធិព្រោះបានអាហារជាទីសប្បាយចម្រើនវិបស្សនាហើយមិនយូរប៉ុន្មានក៏សម្រេចអរហន្តភិក្ខុដែលច្រើនដោយការញុះញង់ឆេះក្នុងនរកអស់មួយពុទ្ធន្ធដក្នុងពុទ្ធបាតកានេះកើតជាប្រែតមាត់ស្អុយនៅមិនឆ្ងាយអំពីក្រុងរាជក្រឹសកាយរបស់ប្រែតនោះមានពណ៌ដូចមាសតែដង្កូវហូរចេញអំពីមាត់នាំគ្នារូងជញ្ជក់ក្នុងទីផ្សេងក្លិនមាត់របស់ប្រែតនោះស្អុយផ្សាយទៅសូម្បីក្នុងទីឆ្ងាយលំដាប់នោះព្រះនេរតៈខណៈចុះអំពីភ្នំកិច្ចកោฏបានជួបប្រែតនោះក៏សួរដល់កម្មដែលប្រែតធ្វើដោយគាថានេះថាអ្នកត្រត្រង់នៅវណ្ណធាតុគឺរាងកាយជាទឹកដ៏ល្អស្ថិតនៅឯដអាកាសវេហាទោះតែដង្កូវទាំងឡាយទំពាស៊ីនៅមាត់របស់អ្នកដែលមានក្លិនស្អុយតើអំពីភពមុនអ្នកបានធ្វើអំពើដូចម្ដេចក្នុងបទទាំងនោះបទថាទឹកពាំងបានដល់ជាទឹកគឺតាក់ទងដោយអត្តភាពរបស់ទេវតាតែក្នុងទីនេះឈ្មោះថាទឹកព្រោះដូចជារបស់ទឹកបទថាសុភ័ំងបានដល់ស្អាតឬការស្អាតបទថាវណ្ណធាតុងបានដល់ពណ៌សម្បុរបទថាធារេសេបានដល់នាំទៅបទថាវេហាសយ៉ាងទិដ្ឋសេអន្តលិខេបានដល់ឈរនៅកណ្ដាលអាកាសដែលតែងហៅថាអាកាសតែអាចារ្យពួកខ្លះពោលបដ្ឋថាវិហាសយ៉ាងទិដ្ឋសេអន្តលិខេដូច្នេះក៏មានហើយពោលដោយអត្ថនៃបាតនោះដោយពាក្យដ៏សេះថាអ្នកឈរនៅលើអាកាសធ្វើអាកាសឲ្យភ្លឺបទថាពោតិគន្ធังប្រែថាមានក្លិនដូចសាកសពអធិប្បាយថាមានក្លិនស្អុយបទថាកឹងកម្មមកាសិបពេនេះព្រះថេរៈសួរថាពួកដង្កូវរូងជញ្ជក់មាត់ដែលមានក្លិនស្អុយក្រៃលែងរបស់អ្នកតែកាយរបស់អ្នកមានពណ៌ដូចមាសក្នុងកាលមុនអ្នកធ្វើកម្មអ្វីដែលជាហេតុបានអត្តភាពបែបនេះប្រែតនោះត្រូវព្រះថេរៈសួរដល់កម្មដែលខ្លួនធ្វើយ៉ាងនេះកាលនឹងឆ្លើយបញ្ហានោះទើបពោលគាថានេះថាខ្ញុំជាសាមណៈលាមកមានវិចារអាក្រក់ប្រព្រឹត្តតបធរមិនសង្រួមមាត់ឯវណ្ណធាតុខ្ញុំបានហើយដោយតបធរមាត់របស់ខ្ញុំមានក្លិនស្អុយព្រោះតែពោលពាក្យញុះញង់ក្នុងបទទាំងនោះបទថាសមណោអហង្បាបោ
បានដល់ខ្ញុំជាសាមណៈលាមកគឺជាភិក្ខុអាក្រក់បទថាអតិតុដ្ឋវាចោសេចក្តីថាជាអ្នកនិយាយពាក្យអាក្រក់ក្រៃលែងគឺជាអ្នកពោលកន្លងអ្នកដតីអธิบายថាជាអ្នកពោលកំចាត់គុណរបស់អ្នកដតីម្យ៉ាងទៀតបាលីថាអតិទុក្ខវាចោដូច្នេះក៏មានអธิบายថាជាអ្នកមានវិចារក្រោតក្រៀតក្រៃលែងគឺត្រេកអរតែក្នុងវជ័យទុច្ចរិតមានការពោលកុហកនិងញុះញង់ជាដើមបទថាតបសិរូបោបានដល់ជាសាមណៈคล้ายបទថាមុខសាបានដល់ដោយមាត់បទថាលទ្ធាបានដល់បានចំពោះហើយចអក្ខរៈជាសម្បណ្ឌនដ្ឋៈប្រែថាម្យ៉ាងទៀតបទថាមេកាយជាមយាប្រែថាដែលខ្ញុំបទថាតបសាបានដល់ព្រោះព្រហ្មចរិយៈបទថាបេសុនិយេនៈបានដល់ព្រោះបិសូណាវាចាបទថាពោទេបានដល់មានក្លិនស្អុយប្រែតនោះកាលប្រាប់កម្មដែលខ្លួនបានធ្វើទុកយ៉ាងនេះហើយឥឡូវនេះកាលនឹងដាស់តឿនព្រះថេរៈទើបពោលគាថាចុងក្រោយថាបបិទ្ធព្រះនិរទៈអំពើនោះលោកម្ចាស់បានឃើញខ្លួនឯងស្រាប់ហើយអ្នកឆ្លៀសទាំងឡាយជាអ្នកអនុគ្រោះគប្បីពោលថាអ្នកកំពោលពាក្យញុះញង់កំពោលពាក្យកុហកទើបអ្នកនឹងបានជាទេវបុត្រមានកាមតាមសេចក្តីប្រាថ្នាក្នុងបទទាំងនោះបទថាយតិទាំងបានដល់រូបរាងរបស់ខ្ញុំនេះបទថាអនុកម្មបកាយេកុសលាវេតយងសេចក្តីថាជាអ្នកឆ្លៀសក្នុងបដិបទាដែលជាប្រយោជន៍ដល់អ្នកដទៃគឺជាអ្នកល្អិតល្អន់មានព្រះពុទ្ធជាដើមជាអ្នកមានការអនុគ្រោះជាប្រក្រតីគឺជាអ្នកប្រកបដោយព្រះករុណាពោលពាក្យឯណាទុកអธิบายថាខ្ញុំនឹងពោលពាក្យនោះឯងឥឡូវនេះប្រែតនោះកាលនឹងដាស់តឿនទើបពោលថាអ្នកកំពោលពាក្យញុះញង់កំពោលពាក្យកុហកទើបអ្នកនឹងបានជាទេវបុត្រមានកាមតាមសេចក្តីប្រាថ្នាដូច្នេះពាក្យនោះមានអธิบายដូច្នេះថាលោកកំពោលគឺកំពោលពាក្យញុះញង់ពាក្យសោកសៀតនិងពាក្យមិនពិតបើលោកលះពាក្យកុហកនិងពាក្យញុះញង់បានហើយសង្រួមដោយវាចាលោកនឹងជាបុគ្គលដែលគេបូជាឬកើតជាទេវតាអង្គណាមួយដែលបានទិព្វសម្បត្តិដ៏ឱឡាដែលគួរប្រាថ្នាគួរពេញចិត្តត្រេកអរក្នុងទិព្វសម្បត្តិគឺអភិរមណ៍ដោយការបម្រើឥន្ទ្រីតាមសប្បាយព្រះថេរៈបានស្ដាប់ដូច្នោះទើបទៅកាន់ក្រុងរាជក្រឹសត្រាច់បណ្ឌបាតត្រឡប់អំពីបណ្ឌបាតខាងក្រោយអាហារទើបក្រាបទូលសេចក្តីនោះដល់ព្រះសាស្តាព្រះសាស្តាទ្រង់ធ្វើរឿងនោះឲ្យជាអធិបតេហេតុហើយសម្ដែងព្រះធម៌ទេសនានោះមានប្រយោជន៍ដល់បរិស័ទដែលដល់ព្រមហើយអដ្ឋកថាពោតិមុខប្រែតចប់សូមអនុមោទនា